សួស្តីមិត្តភក្តិទាំងអស់គ្នាដែលនៅតាមបណ្ដាញសង្គម Facebook ក៏ដូចជានៅតាមបណ្ដាញសង្គម YouTube ថ្ងៃនេះខ្ញុំក្រោយពីការបាត់មុខរយៈពេលមួយអាទិត្យឬច្រើនជាងមួយអាទិត្យមកគឺថ្ងៃនេះខ្ញុំបានធ្វើការបង្កើតវីដេអូថ្មីដើម្បីធ្វើការជាការចែករំលែកជូនដល់មិត្តភក្តិទាំងអស់គ្នាដើម្បីធ្វើការស្វែងយល់នៃជាចំណេះដល់អ្នកទាំងអស់គ្នាសម្រាប់អ្នកដែលមិនទាន់បានស្វែងយល់អំពីបច្ចេកទេសទាំងអស់នេះនៅក្នុងថ្ងៃនេះផងដែរខ្ញុំនឹងធ្វើការបញ្យល់បន្តអំពីរបៀបនៃការប្រើប្រាស់ blogger.com ឬក៏របៀបនៃការបង្កើតគេហទំព័រផ្ទាល់ខ្លួននៅលើរបស់ក្រុមហ៊ុន Google តែម្ដងហើយអស់រយៈពេលច្រើនសប្តាហ៍មិនបានធ្វើនេះក៏បណ្ដាលដោយសារតែខ្ញុំមានការរវល់នៅក្នុងការរៀនសូត្រដូច្នេះហើយគឺអត់មានពេលនៅក្នុងការបង្កើតនៅវីដេអូសម្រាប់ចែករំលែកដល់អ្នកទាំងអស់គ្នាហើយក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានធ្វើការ like គេហទំព័រ like page របស់ខ្ញុំនៅលើគេហទំព័រ Facebook ដែលឥឡូវនេះមានការកើនឡើងហើយក៏ដូចជាមានចំនួនអ្នកចូលទៅមើលនៅក្នុង YouTube តែម្ដងបាទដំបូងឡើយគឺខ្ញុំសូមធ្វើការណែនាំអ្នកទាំងអស់គ្នាមួយសិនដែលជាគេហទំព័រ Con4KH ដែលខ្ញុំដាក់ឈ្មោះហ្នឹងគឺដោយសារតែយើងអត់ទាន់មានឈ្មោះណាពេញលេញទេគឺយើងប្រើលើ Blogspot ដូចគ្នាគឺ con4k.blogspot.com ដែលលោកអ្នកអាចធ្វើការចូលទៅមើលបានឬក៏នៅលើគេហទំព័រ Facebook គឺ facebook.com/mercon.kh ដែលមាននៅលើអេក្រង់នេះស្លាច់តែម្ដងលោកអ្នកអាចឃើញនៅលើអេក្រង់នេះស្លាច់តែម្ដងហើយរឿង Hollywood នេះគឺខ្ញុំកំពុងតែធ្វើការព្យាយាមអាប់ដេតថ្មីជាបន្តដែលបច្ចុប្បន្ននេះគឺខ្ញុំត្រូវចំណាយពេលច្រើនក្នុងការធ្វើវាហ្នឹងហើយក៏ដូចជាការណែនាំអំពីគេហទំព័ររបស់យើងអំពីគេហទំព័ររៀនកុំព្យូទ័ររបស់យើងហ្មងតែម្ដងទៅលោកអ្នកអាចធ្វើការចូលទៅរករៀនកុំព្យូទ័រនៅលើគេហទំព័រ Facebook គឺរៀនកុំព្យូទ័រដែលមានទីតាំងនៅ www.facebook.com/rencomputer ឬក៏លោកអ្នកអាចធ្វើការចូលទៅកាន់រៀន pc.blogspot.com ឬក៏នៅលើ YouTube តែម្ដងលោកអ្នកអាចចូលទៅកាន់គេហទំព័រ YouTube ហើយធ្វើការស្វែងរកឈ្មោះរបស់យើងគឺជាភាសាខ្មែររៀនកុំព្យូទ័រឬក៏លោកអ្នកអាចធ្វើការសរសេរជាអក្សរឡាតាំងគឺរៀនកុំព្យូទ័រដោយដែលលោកអ្នកឃើញនៅលើអេក្រង់នេះស្រាប់បាទឥឡូវនេះជាបន្តនេះគឺខ្ញុំសូមធ្វើការចូលបង្ហាញដល់អ្នកទាំងអស់គ្នាអំពីវិធីសាស្ត្រនៃការប្រើប្រាស់ Blogspot ជាបន្តទៀតគឺនៅពេលដែលយើងធ្វើការចូលទៅក្នុងគេហទំព័រកាលពីសប្តាហ៍មុនគឺយើងបានសិក្សាអំពីរបៀបនៅក្នុងការបង្ហោះនៅទិន្នន័យណាមួយដែលឯកសារណាមួយដែលយើងចង់បង្ហោះនៅលើ blogger ហើយនៅក្នុងថ្ងៃនេះគឺខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាអំពីវិធីសាស្ត្រនៅក្នុងការប្រើប្រាស់ page តើ page នឹងត្រូវបានប្រើប្រាស់ដើម្បីអ្វីហើយក្នុងគោលបំណងអ្វីប្រើប្រាស់យ៉ាងដូចម្ដេចនៅលើគេហទំព័រតើវាមានភាពខុសគ្នាយ៉ាងដូចម្ដេចឥឡូវនេះគឺខ្ញុំសូមបកស្រាយតែម្ដងគឺ page នឹងគឺជាគេហទំព័រដែលមានលក្ខណៈមិនដូចជា post ទេគឺវាអត់មានបង្ហាញនៅលើផ្ទាំងដើមនៅពេលដែលយើងធ្វើការចូលទៅក្នុង blogger តែម្ដងគឺវាមិនបង្ហាញឲ្យយើងឃើញទេឧទាហរណ៍នៅលើ blog របស់ខ្ញុំតែម្ដង con4kh នេះដែលខ្ញុំចង់កើតឡើងដើម្បីធ្វើការបញ្យល់និងបង្ហាញដល់អ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំនឹងធ្វើការបង្ហាញអ្នកទាំងអស់គ្នាពីភាពខុសគ្នាជាមុនសិនរវាង post ហើយនិង page នឹងតែម្ដងដល់ពេលដែលយើងធ្វើការ post នៅរូបភាពណាមួយឧបមាដូចថាពេលយើងដាក់នៅអត្ថបទនេះមួយចឹងដូច្នេះហើយនៅពេលខាងក្រោមយើងធ្វើការដាក់នៅវាជាអក្សរនៅផ្នែកខាងក្រោមនេះគឺជាការធ្វើតេស្តទេបាទរួចហើយអ្នកទាំងអស់គ្នាអាចធ្វើការកំណត់ប្រភេទរបស់វាដើម្បីឲ្យវាស្គាល់គ្នាវាមានទំនាក់ទំនងគ្នាឧបមាថាខ្ញុំប្រើពាក្យ test ដូច្នេះហើយរាល់ពេលដែលខ្ញុំបវាយសរសេរនៅពាក្យ test នៅខាងផ្នែកជំនាញនេះគឺខ្ញុំអាចភ្ជាប់ទៅកាន់បណ្ដាលការបង្ហោះរាល់ទិន្នន័យដែលបង្ហោះផ្សេងទៀតដែលមានទិន្នន័យពាក្យ test ដូចគ្នាដែលគេហៅថាជាប្រភេទទិន្នន័យដែលមានទំនាក់ទំនងគ្នាតែម្ដងតែជាភាសាអង់គ្លេសគឺហៅថា relative post បាទឥឡូវនេះគឺខ្ញុំសូមធ្វើការបង្ហោះនៅ post មួយនេះហើយមួយទៀតគឺខ្ញុំនឹងចូលមក page ដើម្បីធ្វើការ create page មួយដើម្បីបង្កើត page មួយដែលខ្ញុំដាក់ថា
ដោយសារតែអក្សរខ្មែររបស់យើងគឺមានទំហំទូចនៅលើកុំព្យូទ័ររបស់ខ្ញុំដែលកំពុងតែប្រើ Internet Explorer ដូច្នេះហើយខ្ញុំធ្វើការប្រើប្រាស់នៅកម្មវិធីផ្សេងទៀតប្រើប្រាស់ជាភាសាអង់គ្លេសតែម្ដង អូខេឥឡូវនេះគឺយើងបានធ្វើការសាកល្បងមើលនៅលើគេហទំព័រតែម្ដងនៅពេលដែលយើងធ្វើការចូលទៅដល់ធ្វើការបង្កើត page គឺនៅផ្នែកខាងលើគឺយើងអាចធ្វើដាក់ចំណងជើងបានធម្មតាហើយចំណែកនៅផ្នែកខាងក្រោមគឺយើងអាចធ្វើការវាយដូចស្រដៀងគ្នាទៅនឹង post ដែរហើយមាន font មានលក្ខណៈនៃការប្រើប្រាស់ដូចគ្នាដែលភាសាការពីវគ្គមុនតើតើការប្រើប្រាស់ blogger ខ្ញុំបានបង្ហាញរួចហើយចំណែកភាពខុសគ្នាគឺខុសគ្នានៅត្រង់ផ្នែកខាងស្ដាំនេះផ្នែកនេះគឺមានដូចនៅក្នុង post ដូចគ្នាហើយចំណែកផ្នែកដែលមិនមាននៅក្នុង post ដូច post នោះគឺផ្នែកឥឡូវយើងធ្វើការបង្ហោះតែម្ដងគឺវាអត់មានកន្លែងដើម្បី take ឬក៏យើងហៅថា label ហ្នឹងទេឥឡូវខ្ញុំធ្វើការបង្ហោះនៅ page មួយនេះដូច្នេះហើយឥឡូវនេះយើងនឹងចាប់ផ្ដើមធ្វើការបើកមើលសាកល្បងមើលតើភាពខុសគ្នារបស់វាតើខុសនៅក្នុងចំណុចណាបាទឥឡូវនេះគឺនៅលើគេហទំព័រដែលយើងបានបង្កើតថ្មីនេះគឺមាន post មួយដែលជាអក្សរបែបនេះគឺបញ្ជាក់ថានេះជា post ដូច្នេះហើយរាល់ពេលនៃការបង្ហោះ post នេះគឺហៅថាទិន្នន័យថ្មីតែងតែបន្តអឺធ្វើការបង្ហោះថ្មីគឺវាតែងតែលេចឡើងបង្ហាញឡើងនៅក្នុងទំព័រមុខនៃគេហទំព័រតែម្ដងតែដោយឡែកចំពោះ page វិញគឺមិនបង្ហាញឲ្យយើងឃើញទេដោយឡែកយើងក៏អាចធ្វើការដាក់ page នឹងដើម្បីឲ្យអ្នកដទៃចូលទៅកាន់ធ្វើការបើកមើលបានដូចគ្នាដើម្បីធ្វើការដាក់បញ្ចូលលោកអ្នកគ្រាន់តែចូលទៅក្នុង layout ដើម្បីឲ្យឃើញចូលមក add gadgets អ្នកទាំងអស់คลิกលើ label ខុសហើយឥឡូវនេះយើងបន្តទៀតគឺយើងមិនមែនយក label ទេគឺយើងយក page នៅពេលដែលយើងคลิกលើ page នេះគឺយើងចូលទៅក្នុងផ្នែកដើម្បីធ្វើការកំណត់នេះគឺយើងកំណត់ម្ដងនេះដោយសារថានេះគឺជាទំព័រមួយប្រៀបដូចជាទំព័រមួយរបស់ home page អញ្ចឹងគឺទំព័រធំមកវាតែម្ដងដូច្នេះហើយ post និង page គឺជាមួយខុសគ្នាត្រង់នេះ post គឺជាទិន្នន័យដែល update មានថាធ្វើការបង្ហោះជាប្រចាំដែលយើងអាចឃើញជាប្រចាំតែម្ដងតែ page គឺមិនដូចនេះទេគឺជាទំព័រធំតែជាទំព័រធំមួយតែមិនបានបង្ហាញទិន្នន័យជាប្រចាំទេឥឡូវខ្ញុំធ្វើការដាក់បញ្ចូលនៅក្នុងផ្នែកខាងនេះគឺមាន home និង test ហើយយើងដាក់បញ្ចូលក្នុងទៅនៅពេលនេះគឺយើងត្រូវធ្វើការរងចាំមួយផ្លែដើម្បីឲ្យវាដំណើរការនៅផ្នែកក្រោមបញ្ជាក់ថាវាបានត្រូវការដាក់បញ្ចូលរួចហើយដើម្បីឲ្យវាឃើញយើងអាចធ្វើការកំណត់ទីតាំងណាមួយក៏បានដែរនៅផ្នែកខាងនេះគឺ layout នេះគឺខ្ញុំនឹងធ្វើការចូលបងពន្យល់តាមក្រោយតែឡើយយើងយល់នេះគឺដោយសារវាតាក់ទងគ្នារួចហើយយើងធ្វើការ save ដើម្បីរក្សាទុកវាធ្វើការសាកល្បងសាជាថ្មីនៅផ្នែកខាងលើយើងទទួលបានទំព័រថ្មីមួយទៀតគឺទំព័រ test ទំព័រ test នេះគឺមានតែទិន្នន័យដែលយើងបានសរសេរទុកតែប៉ុណ្ណោះឧទាហរណ៍ដូចជានេះជាទិន្នន័យដែលខ្ញុំសរសេរគឺ no post available ហើយទិន្នន័យហ្នឹងគឺមានតែប៉ុណ្្នឹងទេដូច្នេះហើយវាគឺមួយឧបមាដូចអ្នកទាំងអស់គ្នាឃើញនៅលើគេហទំព័ររបស់គេបានសរសេរថា home tab ហើយផ្នែកបន្តទៀតមកមានជាប្រភេទផ្សេងគ្នាហើយនឹងចុងក្រោយគេមានសរសេរថា about នៅផ្នែក about ហ្នឹងគឺគេសរសេររៀបរាប់អំពីគេហទំព័ររបស់គេគឺដំណើរការយ៉ាងដូចម្ដេចដូច្នេះហើយនៅផ្នែកហ្នឹងគឺយើងអាចធ្វើការកំណត់ដូចអញ្ចឹងគឺយើងធ្វើជាលក្ខណៈ page តែវាមិនបង្ហាញឲ្យយើងនៅលើ
នៅលើការទំព័ររបស់យើងជាប្រចាំនោះទេក៏សូមបញ្ជាក់ផងដែរថានៅផ្នែកខាងលើនេះគឺជាប៊ូតុងសម្រាប់ឲ្យយើងធ្វើការប្រើប្រាស់ដើម្បីឲ្យមានភាពរហ័សគឺយើងប្រើប្រាស់ដើម្បីបង្កើតគេហទំព័រថ្មីផ្នែកមុនគេនេះហើយបន្តមកទៀតនេះគឺសម្រាប់ដាក់ឲ្យរាល់ទំព័រដែលយើងបានបង្កើតឡើងហើយតែយើងអត់ទាន់បានដាក់បញ្ចូលឲ្យវាដើម្បីឲ្យអ្នកដទៃគេឃើញទេយើងចុច public នេះដើម្បីដាក់ឲ្យវាខ្លាយជាសាធារណៈដើម្បីគេមើលបានហើយនឹង revert abstract នេះគឺដើម្បីធ្វើការដាក់វាទៅជាក្នុងទម្រង់ដាក់វានៅក្នុងធុងសម្រាប់ដោះអាសន្នគឺដូចប្រៀបដូចជាការដាក់វាចូលទៅក្នុងធុងសម្រាប់នៅលើកុំព្យូទ័រអញ្ចឹងហើយនៅផ្នែកខាងក្រោយនេះគឺប៊ូតុងសម្រាប់ធ្វើការលុបទិន្នន័យរបស់យើងលុបទៅទំព័រដែលយើងបានបង្កើតហើយនៅផ្នែកជំនាញនេះគឺលោកអ្នកអាចធ្វើការមិត្តភក្តិទាំងអស់គ្នាធ្វើការមើលនៅចំនួន comment ហើយ comment គឺមានមតិយោបល់ដែលមានគេអ្នកផ្ដល់ឲ្យទៅលើគេទំព័រដែលយើងបានបង្ហោះឡើងក៏ដូចជាទិន្នន័យចំនួនអ្នកទស្សនានៅផ្នែកជំនាញនេះខ្ញុំបានប្រើប្រាស់ម៉ៅដាក់ជុំវិញហ្នឹងហើយនឹងម៉ោងដែលយើងបានបង្ហោះហើយចំនួនដែលយើងចង់បង្ហាញតែយើងចង់បង្ហាញចំនួនប្រមាណនៅលើទំព័រផ្ទាំងដែលយើងកំពុងប្រើប្រាស់ឧបមាថាអ្នកទាំងអស់គ្នាធ្វើការបង្កើតទំព័រចំនួនរហូតដល់ទៅ500ទំព័រហើយអ្នកទាំងអស់គ្នាអាចមើលចន្លោះពី10ទៅដល់100ទំព័រ100 page ឬក៏100ទំព័រនោះនៅលើផ្ទាំងដើម្បីធ្វើការកែប្រែធ្វើការសម្រួលបាទឥឡូវហ្នឹងគឺយើងបាននិយាយចប់អស់ហើយអំពីវិធីសាស្ត្រនៅក្នុងការប្រើប្រាស់ page ហើយក៏លម្អិតបន្តិចដែរហើយផ្នែកខាងនេះគឺជាផ្នែកទំព័រដែលយើងបានបង្ហោះហើយនេះគឺជាដាក់ public ហើយគឺដាក់ជាសាធារណៈហើយនៅផ្នែកខាងលើនេះគឺ all មានន័យថាគេបង្ហាញយើងទាំងអស់ទាំងផ្នែកទំព័រដែលយើងបានបង្កើតហើយតែយើងអត់ទាន់បានដាក់ជាសាធារណៈឬគេហៅថា revert to draft គឺដើម្បីដាក់មិនទាន់បានដាក់បញ្ចូលជាសាធារណៈដូច្នេះហើយក្នុងករណីដែលលោកអ្នកទាំងអស់គ្នាបង្កើតឧបមាដូចជាអ្នកទាំងបង្កើតនេះបានបង្កើតនៅទំព័រថ្មីមួយទៀតទំព័រសារបងមួយទៀតហ្នឹងហើយបន្តមកទៀតអ្នកទាំងអស់គ្នាគ្រាន់តែ save ទុកទេតែអ្នកទាំងអស់គ្នាអត់ទាន់បានដាក់ជាសាធារណៈនៅ public នេះទេគឺមានន័យថាវាត្រូវបានដាក់បញ្ចូល to draft នៅខាងនេះគឺបង្ហាញថាអ្នកទាំងអស់គ្នាគឺដូចជាពាក្យ revert to draft អញ្ចឹងដូច្នេះហើយមានថាវាអត់ទាន់ public ទេមានថាអ្នកដទៃគេអាចមើលឃើញទេផលនៅក្នុង post ក៏ដូចគ្នាដែរនៅទូរទស្សន៍មួយនេះដូច្នេះហើយគឺយើងធ្វើការចាប់ផ្ដើមធ្វើការដាក់វាជា public ដោយប្រើប៊ូតុងនេះដើម្បីដាក់ធ្វើជា public ដើម្បីគេមើលឃើញហើយនឹងអ្នកទាំងអស់គ្នាអាចធ្វើការដាក់មិនបិទឲ្យអ្នកផ្សេងធ្វើមើលឃើញបានតាមរយៈ revert to draft ផងដែរនៅផ្នែកជំនាញគឺវាបង្ហាញយើងអញ្ចឹងបាទឥឡូវនេះគឺយើងឃើញហើយនៅផ្នែកក្រោម task គឺមានពីរទិន្នន័យដែលត្រូវបានដាក់ចូលមិនអនុញ្ញាតឲ្យអ្នកដទៃមើលឃើញហើយយើងដោះជើងយក server public 2ដូច្នេះហើយគឺខ្ញុំសូមអរគុណនៅអ្នកទាំងអស់គ្នាដែលបានតាមដាននៅវីដេអូដែលបង្កើតនិងបញ្យល់អំពីវិធីសាស្ត្រនៅក្នុងការបង្កើតគេហទំព័រផ្ទាល់ខ្លួនដែលជីវៈគឺខ្ញុំតែងតែបញ្យល់តាមលំដាប់ជៀសវាងនៃការភ័ន្តច្រឡំគ្នាព្រោះថាបើសិនបើខ្ញុំធ្វើការចែករំលែកនៅបច្ចេកទេសមួយចំនួនទៅត្រង់តែម្ដងក៏បានប៉ុន្តែគ្រាន់តែថាបច្ចេកទេសទៅត្រង់ហ្នឹងគឺថាតើអ្នកទាំងអស់គ្នាត្រូវការដោយចំណុចទៀតដូច្នេះហើយខ្ញុំធ្វើការចែករំលែកតាមលំដាប់ដោយនៃអ្វីដែលខ្ញុំស្វែងយល់ពីលំដាប់ទី1តាំងពីយើង overview រហូតដល់ post រហូតដល់ page តែម្ដងដូច្នេះហើយនៅវគ្គបន្តទៀតអ្នកទាំងអស់គ្នានឹងបានស្វែងយល់អំពីទូនីតិមួយទៀតគឺនិយាយអំពី comment ដែលជាភាសាខ្មែរយើងគឺការផ្ដល់មតិរបស់អ្នកដទៃមកដល់គេហទំព័ររបស់យើងដែលនៅពេលនេះគឺយើងសូមបញ្ចប់ទៅត្រឹមប៉ុណ្ណឹងសិនហើយសូមអរគុណដល់មិត្តភក្តិទាំងអស់គ្នាដែលបានទស្សនាដូចជាគ្រប់ត្រូលដល់គេហទំព័ររៀនកុំព្យូទ័រហើយក៏សូមបញ្ជាក់ផងដែរថារៀនកុំព្យូទ័រគឺបានធ្វើការបង្កើតឡើងនៅក្នុងគោលបំណងដើម្បីជាការចែករំលែកនៃចំណេះដឹងដែលខ្ញុំមានដល់មិត្តភក្តិទាំងអស់គ្នាហើយក៏សូមអរគុណដល់មិត្តភក្តិទាំងអស់គ្នាប្រសិនបើអ្នកទាំងអស់គ្នាពេញចិត្តនៅការបង្ហោះឬក៏
យល់ថាការបង្ហោះនេះជាសំខាន់សម្រាប់ការប្រើប្រាស់ទូទៅអ្នកទាំងអស់គ្នាក៏អាចធ្វើការចែករំលែកតាមរយៈសង្គម Facebook ក៏ដូចជា YouTube ដើម្បីឲ្យមិត្តភ័ក្តិរបស់យើងបានដឹងអំពីរបៀបក្នុងការប្រើប្រាស់ចុងក្រោយគឺសូមអរគុណនិងជម្រាបលាអ្នកទាំងអស់គ្នា